នេះនៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបដែលយើងកាត់ background ផ្ទៃរូបចេញបាទហើយរូបរបស់ខ្ញុំនេះគឺរូបផ្ទៃសហើយខ្ញុំកាត់ផ្ទៃចេញគឺបាទអត់ឃើញផ្ទៃទេគឺសតតែរូបទទេទេបាទអញ្ចឹងដើម្បីកាត់ background ចេញគឺខ្ញុំមាន website មួយបាទ free អត់គិតថ្លៃទេអញ្ចឹងអ្នកនរអាចតាមដានវីដេអូនេះបាននេះចូល Google មក search website មួយឈ្មោះ Adobe បាទ Adobe Background Remover ហ្នឹងហើយអាហ្នឹងគឺ website ថ្មីគេប្រើ AI ពេលចូលមកដល់អ្នកនរឃើញនេះ website Adobe ខាងលើនេះបាទអញ្ចឹងអ្នកនរឃើញពាក្យ free AI Background Remover បាទយើងចុចទៅលើពាក្យហ្នឹងមកបាទវាចូល link របស់វាហើយបាទពេលចូលមកដល់កន្លែងនេះអ្នកនរគ្នាអាប់ឡូតរូបយើងចូលបាទអញ្ចឹងរូបយើងនៅក្នុងកុំព្យូទ័រដែលមាន background ហ្នឹងបាទយើងចុច upload ចូល photo មកអញ្ចឹងខ្ញុំយករូបរបស់ខ្ញុំចុះនេះបាទរូបដែលមានផ្ទៃអានេះរូបដែលអត់ផ្ទៃខ្ញុំកាត់ចេញហើយនេះរូបមានផ្ទៃខ្ញុំយករូបដែលមានផ្ទៃមកបាទអញ្ចឹងពេលដែលយើងអ្នកនរគ្នា upload ទៅវា remove ហ្នឹងវាកាត់ដោយប្រើ AI ទេអាហ្នឹង website ថ្មីរបស់ក្រុមហ៊ុន Adobe ហ្នឹងអញ្ចឹងវាកាត់ដោយខ្លួនឯងយើងអត់ត្រូវធ្វើអីទេគេនេះបាទវាកាត់ស្អាតហើយខាងស្ដាំនេះវា recommend ឧទាហរណ៍អ្នកនរនេះចង់ថែមពណ៌ថែម background អីគេមានផ្ទៃនៅខាងក្រោយនឹង recommend ឲ្យយើងស្រាប់តែបើយើងអត់ចង់បាននេះចុច download មកបាទចុច download មកបានទេណាប៉ុន្តែនេះវាទាមទារយើង sign in អ្នកនរគ្នាមាន Gmail គាត់ sign in មួយ Gmail ទៅបានហើយបាទហើយ free ទេយើងអត់ធ្វើការអីទេគ្រាន់តែយើង sign in ទៅបានហើយអានេះគឺជារូបដែលវាកាត់ណាបាទអញ្ចឹងកាត់បានស្អាតជាងនេះអត់មានដាច់ដៃដាច់ជើងអីទេបាទគឺឃើញស្អាតណាហើយអាហ្នឹងគឺ website របស់ Adobe នេះបាទ website នេះគឺថ្មីទេទំចេញដែរទេបាទសូមអរគុណបើអ្នកនរគ្នាមានរូបដែលត្រូវកាត់អ្នកនរគ្នាសាក website ហ្នឹងមកបាទហើយមិនមានតែ website ហ្នឹងមួយមាន website ផ្សេងច្រើនទៀតបាទកន្លងមកខ្ញុំក៏ធ្វើវីដេអូបង្ហាញដែរបាទ website ខ្លះកាត់បានច្បាស់ទៅហើយ website ខ្លះទៀតកាត់គោអត់សូវបានច្បាស់ទៅតែបើ website នេះកាត់បានច្បាស់អត់អីទេ